កន្លែងនេះគឺកន្លែងបូជាសពញាតិញោមមនុស្សឲ្យមានខ្លាចរអាអីទេនៅធ្វើការធម្មតាគូអាពាហ៍ពិពាហ៍ក៏ដើរហាន់និមន្តធម្មតាជិះទូកមើលការបូជាសពធម្មតាអ្នកនៅចិត្តនឹងក៏ហាត់ផ្សេងបូជាសពស្ងៀមៗខ្មិចធម្មតាបើនៅស្រុកខ្មែរវិញមិនបាច់ទេរត់ចោល3គីឡូបាត់ហើយខ្លាចខ្មោចទាំងកណ្ដាលថ្ងៃនឹងឯងបើបូជាសពផ្សេងខ្មិចអញ្ចឹងហុយផ្សេងមួយថ្ងៃវល់ងាយដូចអញ្ចឹងដឹងតែប្តឹងប៉ូលីសហើយនឹកឃើញញោមម្នាក់គាត់ថតប្រហែល Facebook នោះថាបូជាសពច្រើនពេកទៅផ្សេងដល់កន្លែងគាត់នោះគាត់ល្អរត្រមមែនទេណាឃើញចង់សើចដែរតែនៅស្រុកឥណ្ឌានេះគេធ្វើអញ្ចឹងយូរយារណាស់មកហើយរាប់ពាន់ឆ្នាំមកហើយតាំងពីមុនសម័យព្រះដល់ឥឡូវទៀតគឺប្រហែលចូលពាន់ឆ្នាំមកហើយណាគេធម្មតាណាគេអត់មានភ័យខ្លាចរអាអីដូចយើងចេះទេបើយើងយូរម្ដងចិត្តភ័យដែរគេរងថ្ងៃស្មរងថ្ងៃគិតមើលទៅប្រជាជនកាន់សាសនាហិណ្ឌូមានប្រហែលលានអ្នកដែលជឿថាបូជាសពនៅកន្លែងនឹងមុជទឹកកន្លែងនឹងទៅលៀងបាបលៀងអីមានប្រហែលលាននេះគឺច្រើនមែនទេវាជារឿងធម្មតាទៅហើយសម្រាប់គេនៅយើងជាទេសចរចឹងទៅវាចម្លែកយើងចង់ទៅមើលញាតិញោមដែលឧស្សាហ៍ស្ដាប់ធឺដោយច្រើនដឹងតែក្លឹបលឺហើយទីក្រុងពេរៀណាសីទន្លេកុងគាប្រទេសឥណ្ឌាហ្នឹងគឺនឹងឯងអ្វីដែលពិសេសសម្រាប់ខ្មែរយើងគឺមានវត្តខ្មែរនៅទីក្រុងពេរៀណាសីហ្នឹងទៅតែម្ដងញាតិញោមអញ្ជើញទៅទេសនានៅទីហ្នឹងកន្លែងស្រុកព្រះអីហ្នឹងគឺញោមអត់បាច់ទៅជួលសន្តាគារទេនេះលោកធ្វើកុដឡើងដោយសន្តាគារទុកទទួលពុទ្ធបរិស័ទខ្មែរយើងទៅសម្រាប់នៅទីហ្នឹងស្អាតមែនទេណាញាតិញោមមើលទីធ្លាពហិអីគឺស្អាតមែនទេស្អាតសមជាកន្លែងដែលទទួលញាតិញោមទៅសម្រាប់បានដោយសុខស្រួលណាបងជួយ share ជួយ like ម្នាក់មួយជួយ follow ផងណាបងណាអរគុណច្រើនសម្រាប់ការស្រឡាញ់ជួយចិត្តទស្សនាវីដេអូកន្លងមក